សូមគោរពដល់បងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនានៅរឿងនិទានខ្មែរនិពន្ធប្រចាំឆ្នាំ2025ពីខ្ញុំបាទផាន់សុភីរស់នៅភូមិព្រៃទទឹងសូមស្ដាប់រឿងនិទានដូចតទៅរឿងអាស្ពៃនិងសត្វខ្លានៅភូមិមួយមានក្មេងម្នាក់ឈ្មោះអាស្ពៃវារស់នៅជាមួយឪពុកម្ដាយវាតាំងពីតូចពេលនេះវាមានអាយុ10ឆ្នាំហើយវាជាក្មេងឌឺខ្លាំងណាស់វាមិនសូវស្ដាប់បង្គាប់ម្ដាយឪពុករបស់វាឡើយឪពុកម្ដាយរបស់អាស្ពៃគាត់ជាគ្រួសារកសិករគាត់ប្រកបរបរធ្វើស្រែចម្ការនិងរកអាហារក្នុងព្រៃជាដើមពេលខ្លះគាត់តែងតែចូលទៅក្នុងព្រៃរកបន្លែផ្លែឈើយកមកទុកធ្វើជាអាហាររាល់ថ្ងៃឪពុករបស់អាស្ពៃគាត់ចូលព្រៃតែម្នាក់ឯងប៉ុណ្ណោះដើម្បីរកអាហារតែដល់ថ្ងៃនេះគាត់បានគិតថាកូនរបស់គាត់ល្មមតែអាចទៅរៀនយល់ដឹងអំពីរបរចិញ្ចឹមជីវិតខ្លះហើយព្រោះកូនគាត់អាយុបាន10ឆ្នាំហើយគាត់ក៏បានបបួលកូនរបស់គាត់ឲ្យទៅក្នុងព្រៃជាមួយគាត់ដើម្បីរកអាហារគ្រាន់បានជាគ្នានឹងផ្ទេរបទពិសោធន៍ឲ្យកូនផងនោះលុះព្រមព្រៀងគ្នារួចហើយគាត់ក៏បានរៀបចំបាយទឹកបំពង់ទៅជាមួយផងដែរលុះធ្វើដំណើរទៅដល់ទីតាំងដែលអាចរកផ្លែឈើបានហើយគាត់ក៏បានប្រាប់កូនរបស់គាត់ឲ្យនៅចាំក្រោមដើមឈើនោះទៅហើយប្រាប់ទៀតថាកុំឲ្យអាស្ពៃទៅណាគឺនៅចាំគាត់នៅក្រោមដើមឈើនឹងហើយពេលពុកបេះបានពុកនឹងចុះត្រឡប់មកវិញអាស្ពៃក៏បានឆ្លើយទៅវិញថាបាទពុកខ្ញុំនឹងចាំពុកនៅទីនេះលុះឪពុកទុកចិត្តហើយគាត់ក៏បានឡើងទៅបេះផ្លែឈើនោះភ្លាមព្រោះតែអាស្ពៃវាគឺជាក្មេងក្បាលរឹងនិងមិនចេះស្ដាប់បង្គាប់នោះវាបានឆ្លើយតែបាទប៉ុណ្ណោះឪពុករបស់វារវល់តែបេះផ្លែឈើចំណែកអាស្ពៃវិញមើលឆ្វេងមើលស្ដាំឆ្ងល់ក្នុងចិត្តត្បិតអីមិនដែលឃើញព្រៃធំយ៉ាងនេះថែមទាំងមានថ្មដុំធំរដិបរដប់ខ្លះរលោងខ្លះក៏ក្រើមវាក៏លួចលូនទៅរកលេងនឹងថ្មធំទាំងនោះដែលនៅក្បែរនោះស្រាប់ពេលនោះវាក៏ផ្លាត់ជើងរអិលធ្លាក់ចូលរណ្ដៅនៅក្បែរនោះបាត់ទៅវាមិនអាចស្រែករកឪពុករបស់វាបានទេព្រោះថាពេលនោះអាស្ពៃវាបានសន្លប់បាត់ហើយចំណែកឪពុករបស់អាស្ពៃវិញបានហៅកូនពីលើដើមឈើនឹងហើយក៏មិនឃើញកូនឆ្លើយតបលុះពេលសម្លឹងមកមើលខាងក្រោមក៏មិនឃើញកូននោះឡើយគាត់ភ័យខ្លាំងណាស់ប្រញាប់ប្រញាល់ចុះពីលើដើមឈើឆ្លេឆ្លារកពេញនឹងលុះរកមិនឃើញគាត់ក៏ប្រញាប់មកតាមអ្នកស្រុកក្នុងភូមិឲ្យទៅជួយរកម្ដងនេះគឺផ្អើលពេញភូមិតែម្ដងអ្នកភូមិគ្រប់គ្នាបានត្រៀមអាវុធ
គ្រប់ដៃដើម្បីតាមរោគអាស្ពៃអ្វីត្បិតនៅក្នុងព្រៃមិនដឹងថាជួបបញ្ហាអ្វីខ្លះនោះទេនិយាយពីអាស្ពៃវិញលុះពេលងើបពីសន្លប់ប្រឹងស្រែករោគឪពុកអស់ទាំងសំឡេងស្រែកយ៉ាងណាក៏គ្មានអ្នកណាឆ្លើយតបដែរព្រោះឪពុករបស់វាបានត្រឡប់មកភូមិវិញហើយអាស្ពៃវាអស់សង្ឃឹមខ្លាំងណាស់វាក៏ប្រឹងប្រវេប្រវាឡើងពីរណ្ដៅទំរាំឡើងបានវាហត់ជាខ្លាំងវាដើរបណ្ដើរស្រែកយំបណ្ដើរហៅរកឪពុកវាបណ្ដើរស្រាប់តែវង្វេងចូលទៅក្នុងព្រៃកាន់តែជ្រៅទៅវិញនៅពេលនោះអាស្ពៃស្រាប់តែឮសំឡេងគួរឲ្យខ្លាចអ្វីត្បិតអាស្ពៃជាក្មេងក្បាលរឹងមិនស្ដាប់បង្គាប់តែអាស្ពៃមិនមែនជាមនុស្សល្ងងនោះទេវាគិតថាសំឡេងនេះពិតជាគ្រោះថ្នាក់ណាស់វាកំពុងតែជួបគ្រោះថ្នាក់ហើយវានឹងរត់ក៏រត់មិនបានលឿនដោយសារតែខ្លួនជាក្មេងជើងខ្លីៗរត់ទៅណាក៏មិនស្គាល់ផ្លូវវាក៏សម្លឹងមើលជុំវិញខ្លួនរបស់វាក៏ឃើញមានដើមឈើមួយដែលអាចឡើងបាននិងអាចផុតពីគ្រោះថ្នាក់អាស្ពៃក៏សម្រេចចិត្តឡើងលើដើមឈើមួយនោះទៅវាបានឡើងហើយសំងំនៅស្ងៀមលើដើមឈើដោយមិនហ៊ានមាត់ឬកំរើកនោះទេរំពេចនោះអ្វីដែលអាស្ពៃគិតពិតជាដូចការគិតមែនក៏មានខ្លាមួយដើរកាត់នៅទីនោះខ្លានោះដើរវល់ទៅវល់មកប្រហែលជាឆ្ងល់ព្រោះមានក្លិនមនុស្សដោយសារវារកមិនឃើញវាក៏ធ្វើដំណើរឆ្លងកាត់ទីនោះទៅបាត់ទៅនៅពេលដែលខ្លាបានទៅបាត់ហើយអាស្ពៃវាភ័យខ្លាំងពេកគ្មានកម្លាំងនិងមិនហ៊ានចុះពីលើដើមឈើនោះទេបានតែរងចាំអ្នកស្រុកមកជួយប៉ុណ្ណោះរំលងទៅមួយសន្ទុះធំវាបានឮសំឡេងស្រែកហៅឈ្មោះវាល្វើយល្វើយគឺជាសំឡេងឪពុកនិងអ្នកភូមិនឹងឯងអាស្ពៃវាត្រេកអរខ្លាំងណាស់ហើយវាក៏ប្រញាប់ប្រញាល់ស្រែកតបតទៅវិញដើម្បីបញ្ជាក់ប្រាប់ថាវានៅកន្លែងណាពេលដែលក្រុមអ្នកភូមិបានធ្វើដំណើរមកដល់កន្លែងរបស់អាស្ពៃវាក៏ប្រញាប់ចុះពីលើដើមឈើហើយរត់សំដៅទៅអោបម្ដាយឪពុករបស់វាដោយភាពត្រេកអរនិងកក់ក្ដៅហើយវាក៏និយាយរឿងដែលវាបានឃើញខ្លានៅទីនោះអ្នកភូមិទាំងអស់បានស្ដាប់ឮហើយក៏ប្រញាប់ប្រញាល់បបួលគ្នាមកភូមិវិញព្រោះខ្លាចខ្លានៅក្បែរនោះវាអាចនឹងត្រឡប់មកវិញចាប់ពីពេលនោះមកអាស្ពៃស្ដាប់បង្គាប់ឪពុកម្ដាយរបស់វាណាស់វាលែងជាក្មេងក្បាលរឹងទៀតហើយនេះជាមេរៀនជីវិតរបស់អាស្ពៃវីដេអូនេះគឺជាវីដេអូរបស់ខ្ញុំបាទឈ្មោះផាន់សុភីបង្កើតដោយខ្លួនឯងគឺជាវីដេអូទី1ឆ្នាំ2025សូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអរគុណរឿងចៅរាជកូនកំព្រា
កាលពីព្រេងនាយមានអាស្រមឥសីមួយនៅក្នុងព្រៃយ៉ាងជ្រៅពុំមានមនុស្សទៅដល់នោះទេថ្ងៃមួយឥសីបានតាំងសិលនិងប្រមើលឃើញថានៅថ្ងៃនេះនឹងមានក្មេងប្រុសម្នាក់ដែលមានជោគវាសនាល្អប៉ុន្តែគេត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីតូចក្មេងនោះអនាគតនឹងក្លាយទៅជាសេដ្ឋីថែមទាំងជាសេដ្ឋីចិត្តបុណ្យដែលចេះជួយជនទុរគតនិងជាទីពឹងដល់អ្នកក្រីក្រពេលវេលាមកដល់លោកតាឥសីក៏ដើរសំដៅទៅនឹងមាត់ទឹកដែលកំពុងតែហូរពេលនោះក៏បានឃើញក្មេងកំពុងតែហូរតាមទឹកមកមែនលោកតាឥសីក៏បានជួយក្មេងដែលអណ្ដែតតាមទឹកនោះយកមកបីបាច់ថែរក្សានៅនឹងអាស្រមថែមទាំងប្រើមន្តវិជ្ជាការជប់ឲ្យស្វាคล้ายទៅជាចៅកៀងដើម្បីគ្រាន់បំរើក្មេងតូចនោះគ្រាន់បានជាគ្នានឹងជួយបង្រៀនមន្តវិជ្ជាការផ្សេងក្មេងតូចនោះលោកតាឥសីបានដាក់ឈ្មោះឲ្យថាចៅរាជបានរស់នៅជាមួយលោកតាឥសីព្រមទាំងចៅគៀងគឺជាសិស្សរបស់លោកតាឥសីផងនោះយូររហូតដល់អាយុ18ឆ្នាំចៅរាជបានរៀនចេះមន្តវិជ្ជាការអក្សរសាស្ត្រអក្សរសិល្ប៍និងជំនាញផ្សេងយ៉ាងស្ទាត់ជំនាញលុះយប់ឡើងគឺជាយប់ថ្ងៃពេញបរមីថ្ងៃនេះចៅរាជរសេះរសោះចិត្តយ៉ាងម៉េចមិនដឹងទេភ្លាមនោះចៅកៀងក៏បានហៅចៅរាជថាចៅរាជលោកតាឥសីមកប្រាប់ថាឲ្យចៅរាជឯងទៅចូលគល់របស់សំទោសដូចៅរាជលោកតាបានប្រាប់បងគៀងថាឲ្យចៅរាជឯងទៅជួបលោកតាឥសីឥឡូវនេះនៅអាស្រមចៅរាជបានទទួលដំណឹងហើយក៏មកជួបលោកតានៅអាស្រមភ្លាមពេលមកដល់អាស្រមចៅរាជបានចូលទៅសំពះលោកតាហើយសួរទៅលោកតាថាតើលោកតាមានកិច្ចការអ្វីដែរលោកតាបានជាហៅខ្ញុំមកទៀងយប់បែបនេះលោកតាក៏មានប្រសាសន៍វិញថាចៅដល់ពេលវេលាដែលត្រូវចាក់ចេញពីតាហើយចៅត្រូវទៅតាមរកអនាគតរបស់ចៅនេះជាដំណើរផ្សងព្រេងនៃជីវិតរបស់ចៅនឹងទៅជួបនារីម្នាក់ដែលមានរូបឆោមរោមល្អស្អាតនារីនោះនឹងត្រូវជាភរិយារបស់ចៅនាពេលអនាគតសូមចៅធ្វើដំណើរទៅទិសខាងលិចនៅថ្ងៃស្អែកនេះចុះហើយប្រើប្រាស់ជំនាញដែលចៅមានឲ្យមានប្រយោជន៍ចៅរាជបានដឹងដំណឹងភ្លាមចៅរាជមិនចង់ចាក់ចែងនោះទេប៉ុន្តែនេះគឺជាដំណើរនៃជីវិតលុះពេលព្រឹកឡើងចៅរាជក៏បានក្រាបលាលោកតាឥសីហើយក៏បានធ្វើដំណើរឆ្ពោះទៅទិសខាងលិចតាមបណ្ដាំរបស់លោកតាឥសីការធ្វើដំណើរដ៏វែងឆ្ងាយកាត់ភ្នំកាត់ព្រៃយប់ត្រង់ណាដេកត្រង់នោះ
នៅយប់មួយចៅរាជបានសម្រាកនៅកណ្ដាលព្រៃចៅរាជក៏បានគិតថាទីកន្លែងនេះដូចជាមិនជាសុខស្រួលប៉ុន្មានទេអាចនឹងមានសត្វសាហាវផ្សេងផងដែរចៅរាជគិតសពហើយក៏បានឡើងលើដើមឈើធំមួយហើយក៏សម្រាកនៅលើដើមឈើនឹងឯងក្នុងព្រៃស្ងាត់បែបនេះរំលងអាត្រៀតហេតុអ្វីក៏មានសំឡេងរងំចៅរាជឆ្ងល់ខ្លាំងណាស់ចៅរាជប្រឹងផ្ទៀងស្ដាប់ហើយក៏បានសម្លឹងរកតាមសំឡេងនោះស្រាប់តែឃើញចៅមួយក្រុមកំពុងតែប្រជុំគ្នាដើម្បីទៅប្លន់ផ្ទះរបស់លោកសេដ្ឋីនៅភូមិខាងមុខចៅរាជបានស្ដាប់និងបានដឹងយ៉ាងច្បាស់នៅគម្រោងការរបស់ក្រុមចៅបំរុងនឹងចាប់ផ្ដើមប្លន់ថ្ងៃណាបើគិតទៅតែ2-3ថ្ងៃទៀតប៉ុណ្ណោះលុះពេលព្រឹកឡើងចៅរាជក៏បានធ្វើដំណើរបន្តទៅមុខទៀតពេលទៅដល់ភូមិខាងមុខចៅរាជក៏បានសាកសួរអ្នកភូមិអំពីផ្ទះរបស់លោកសេដ្ឋីពេលដែលបានដឹងហើយចៅរាជក៏ធ្វើដំណើរត្រង់ទៅផ្ទះលោកសេដ្ឋីនឹងឯងចូលទៅដល់ក្នុងផ្ទះលោកសេដ្ឋីចៅរាជបានសុំលោកសេដ្ឋីស្នាក់អាស្រ័យ2-3ថ្ងៃដោយខ្លួនគឺជាមនុស្សខ្ចាត់ព្រាត់គ្មានទីស្នាក់អាស្រ័យនោះទេហើយក៏គ្មានលុយឲ្យថ្លៃស្នាក់អាស្រ័យនោះដែរចៅរាជបានសន្យាថានឹងខិតខំប្រឹងប្រែងធ្វើការជួយលោកសេដ្ឋីដោយដោះដូរអាហារ3ពេលតែប៉ុណ្ណោះលោកសេដ្ឋីគឺជាមនុស្សចិត្តបុណ្យក៏យល់ព្រមឲ្យចៅរាជសម្រាកនៅរោងដាក់អុសហើយនឹងបញ្ជាឲ្យចៅរាជរៀបចំស្មៅឲ្យគោនិងសេះទៀតផងនិយាយពីគ្រួសារលោកសេដ្ឋីវិញលោកសេដ្ឋីគឺជាគ្រួសារមានមុខមាត់មានទ្រព្យសម្បត្តិខ្លាំងណាស់គាត់មានកូនស្រីតែម្នាក់ប៉ុណ្ណោះមានរូបឆោមស្រស់ស្អាតលើសស្រីនានានិងមានឈ្មោះថានាងលក្ខណាបាទរឿងសុំស្លេះប៉ុណ្ណេះសិនដោយសារវីដេអូវែងពេកនឹងបន្តនៅភាគមុខទៀតសូមតាមដានបន្តនៅភាគទី2រឿងចៅរាជកូនកំព្រាភាគ2និយាយពីលោកសេដ្ឋីវិញគឺជាគ្រួសារមានមុខមាត់មានទ្រព្យសម្បត្តិខ្លាំងណាស់គាត់មានកូនស្រីតែម្នាក់ប៉ុណ្ណោះមានរូបឆោមស្រស់ស្អាតលើសស្រីនានានាងនោះមានឈ្មោះថានាងលក្ខិណាពេលយប់មកដល់ភ្លាមពាក្យកណ្ដាលអាត្រៀតចៅរាជបានត្រៀមនឹងលបចាំក្រុមចោរដែលបានមកប្លន់ផ្ទះលោកសេដ្ឋីពេលដែលឃើញចោរចូលមកប្លន់នៅក្នុងផ្ទះលោកសេដ្ឋីកំពុងតែធ្វើការប្លន់ចៅរាជក៏បានដុតភ្លើងបំភ្លឺច្រើនកន្លែងដែលបានត្រៀមទុកហើយបានគោះបំពង់ឫស្សីនិងត្រដោកលាន់ឮរំពងពេលអ្នកភូមិមានឃើញភ្លើងឆេះសន្ធោសន្ធៅនិងឮស្នូរគោះបែបនោះអ្នកភូមិស្មានតែផ្ទះលោកសេដ្ឋីឆេះក៏នាំគ្នារត់មកជួយយ៉ាងកក្រឹកកក្រែងចៅរាជបានចូលទៅរំដោះលោកសេដ្ឋី
និងកូនស្រីសេដ្ឋីចេញពីដៃចោក្រោយពេលឃើញស្នាដៃវិជ្ជានិងក្បាច់គុណដ៏ល្អរបស់ចៅរាជព្រមទាំងឃើញអ្នកស្រុកអ្នកភូមិមកកក្រឹកកក្រែងបែបនេះក៏ភ័យរត់ខ្ចាត់ខ្ចាយបាត់ទៅពេលនោះចៅរាជបានឃើញវង្សភ័ក្រកូនសេដ្ឋីគឺនាងលក្ខណាជាលើកដំបូងក៏មានចិត្តស្រឡាញ់ភ្លាមតែម្ដងលុះមកដល់ស្អែកឡើងពេលព្រឹកលោកសេដ្ឋីក៏បានកោះហៅចៅរាជឲ្យមកជួបហើយក៏បានអរគុណដល់ចៅរាជផងដែរព្រមទាំងសួរនាំអំពីប្រវត្តិរបស់ចៅរាជពេលដែលលោកសេដ្ឋីបានជ្រាបដំណឹងថាចៅរាជគឺជាកូនកំព្រាឪពុកម្ដាយតាំងពីតូចបានរស់នៅជាមួយឥសីនៅក្នុងព្រៃអស់កាល18ឆ្នាំនោះមានវិជ្ជាសិលនិងប្រាជ្ញាវាងវៃក៏ស្នើឲ្យចៅរាជធ្វើជាអង្គរក្សការពារខ្លួនការពារផ្ទះជាមួយនឹងលោកនៅទីនោះឯងកាលដែលឮបែបនេះចៅរាជត្រេកអរខ្លាំងណាស់ក៏សម្រេចចិត្តនៅទីនោះទៅពេលលោកសេដ្ឋីធ្វើដំណើរទៅណាមកណាលោកសេដ្ឋីតែងតែនាំចៅរាជទៅជាមួយជានិច្ចអាចនិយាយបានថាជាអង្គរក្សដៃស្ដាំចៅរាជបានជួយកិច្ចការរបស់លោកសេដ្ឋីយ៉ាងច្រើនគ្រប់ផ្នែកតែម្ដងនៅថ្ងៃមួយលោកសេដ្ឋីបានហៅចៅរាជសាកសួរថាតើចៅរាជឯងចង់មានប្រពន្ធកូននឹងគេដែរទេចៅរាជញញឹមហើយក៏បដិសេធថាមិនទាន់គិតចង់បាននោះទេលោកម្ចាស់លោកសេដ្ឋីបានប្រាប់ថាបើចៅឯងចង់បានពេលណាចាំប្រាប់យើងនឹងរៀបចំឲ្យចៅរាជក៏លើកដៃសំពះហើយអរគុណទៅលោកសេដ្ឋីការរស់នៅជាមួយគ្នាយ៉ាងយូរលោកសេដ្ឋីក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាទម្ងន់កិច្ចការទាំងអស់របស់លោកសេដ្ឋីត្រូវធ្លាក់មកលើចៅរាជជាអ្នកធ្វើនិងគ្រប់គ្រងជំនួសវិញក្នុងពេលនេះនាងលក្ខណានិងចៅរាជបានលួចលាក់មានមេត្រីស្រឡាញ់គ្នាដោយឪពុកពុំបានដឹងនោះឡើយច្រើនពេលខែកន្លងទៅលោកសេដ្ឋីបានធ្លាក់ខ្លួនឈឺដុនដាបជាខ្លាំងជួយសង្គ្រោះពុំបានមុនគាត់ផុតដង្ហើមគឺបានហៅចៅរាជហើយផ្ដាំចៅរាជថាសូមចៅរាជជួយថែរក្សាកូនស្រីគាត់ផងនិងធ្វើជាទូនាទីឲ្យល្អដូចគាត់កាលគាត់នៅរស់គាត់នឹងផ្ទេរទ្រព្យសម្បត្តិទាំងអស់ឲ្យទៅចៅរាជគ្រប់គ្រងចៅរាជក៏បានយល់ព្រមអំពីសំណើរបស់លោកសេដ្ឋីបុណ្យសពក៏បានចាប់ផ្ដើមធ្វើតាមប្រពៃណីក្រោយពីលោកសេដ្ឋីបានបាត់បង់ជីវិតទៅចៅរាជក៏បានធ្វើតួនាទីជាសេដ្ឋីយ៉ាងល្អឥតខ្ចោះចេះជួយជនក្រីក្រជួយជនទុរគតធ្វើបុណ្យដាក់ទានមិនខុសពីសេដ្ឋីមុនឡើយមិនយូរមិនឆាប់ក៏បានរៀបការជាមួយនឹងនាងលក្ខិណាធ្វើជាគូភរិយាស្វាមី
នឹងបានរស់នៅយ៉ាងសុខសាន្តរហូតទៅសូមចប់សុភាសិតនៅក្នុងរឿងនេះគឺធ្វើល្អនឹងជួបមនុស្សល្អឥឡូវរឿងចៅរាយកូនកព្រាយើងបានចប់ហើយក៏សូមអរគុណដល់អ្នកតាមដានដែលតាមដានទស្សនារហូតដល់រឿងនេះចប់បាទសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអរគុណរឿងប្រវត្តិដើមដានជើងគោកាលពីព្រេងនាយដើមដានជើងគោវានៅតែលើដីប៉ុណ្ណោះឯស្លឹកវិញធំប៉ុនស្លឹកល្ពៅចំណែកឯវัวវិញគឺវัวប៉ិនម្រាមដៃឯណោះនៅឆ្នាំមួយទឹកជំនន់ឡើងខ្លាំងមិនធ្លាប់មានពីមុនមកឆ្នាំនេះទឹកធំខ្លាំងណាស់ជួនលិចគ្រប់ទីកន្លែងសល់តែទីទួលតិចតួចប៉ុណ្ណោះនិយាយពីទួលមួយកន្លែងវិញដែលមានវត្តមានដើមដានជើងគោដុះនៅលើនោះដែរសត្វគោនិងសត្វដទៃដើម្បីរួចជីវិតក៏នាំគ្នារត់ឡើងទៅស្នាក់អាស្រ័យនៅលើទួលនោះដោយរស់នៅជាច្រើនថ្ងៃសត្វគោបានដើរជន់ទៅជន់មកជន់ស្លឹកដើមដានជើងគោដាច់ជាចម្រៀកតូចស្លឹកដែលដាច់នោះមានរាងដូចដើមដានជើងគោសពថ្ងៃនេះឯងដោយទ្រាំពុំបានដើមដានជើងគោបានប្រជុំគ្នាថាបើយើងបណ្ដោយបែបនេះយើងទេជាអ្នកត្រូវដាច់ពូជនោះយើងត្រូវតែបួងសួងដល់អារក្សទេវតាឲ្យជួយព្រមព្រៀងគ្នារួចហើយដើមដានជើងគោក៏នាំគ្នាបួងសួងទៅដល់អារក្សទេវតាអ្នកមានឫទ្ធីសូមឲ្យមកជួយដល់ខ្លួនជប់ប្រែคลายបាក់ពួករបស់ខ្លួនឲ្យធំជាងនេះឲ្យខ្ពស់ជាងសត្វគោដើម្បីកុំឲ្យដាច់ពូជការបួងសួងទាំងអស់ក៏បានឮទៅដល់អារក្សទេវតាអ្នកតាមានឫទ្ធីពិតមែនទេវតាក៏បានជប់ដើមដានជើងគោឲ្យមានដើមធំខ្ពស់ជាងសត្វគោថែមទាំងមានអាយុវែងនិងអាចផ្ដល់ជាម្លប់ដល់ជាជំរកដល់សត្វដទៃបានទៀតផងប៉ុន្តែមានម្យ៉ាងដែលមិនអាចជួយបាននោះគឺស្លឹកដើមដានជើងគោនៅសល់ប៉ុណ្ណាគឺបានប៉ុណ្្នឹងឯងដូច្នេះហើយបានជាដើមដានជើងគោសពថ្ងៃនេះមានស្លឹករាងដូចជាដានជើងគោក៏ប៉ុន្តែដើមរបស់គេមានដើមរឹងមាំធន់នឹងទឹកលិចនិងអាកាសធាតុរាំងស្ងួតផងដែរនេះហើយជាប្រវត្តិដើមដានជើងគោសូមអរគុណទៅដល់ការទស្សនាវីដេអូនេះនិពន្ធដោយលោកផាន់សុភាគឺជាខ្ញុំបាទដែលនិពន្ធចេញពិតមិនបានលួចចម្លងពីអ្នកណាទេបាទសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានរឿងនិទានល្អៗបន្ថែមទៀតសូមអរគុណរឿងក្អមបិសាចកាលពីព្រេងនាយនៅចុងភូមិមួយឆ្ងាយពីទីក្រុង
មានខ្ទមមួយដែលស្ថិតនៅជិតចុងព្រៃនិងចុងភូមិនៅទីនោះមានបុរសម្នាក់ឈ្មោះច័ន្ទគាត់ជាមនុស្សក្រីក្រមុខមាត់ស្លេកស្លេកពាក់អាវចាស់ចាស់ប៉ោងប៉ោងអ្នកភូមិភាគច្រើនមិនសូវចូលចិត្តគាត់នោះឡើយព្រោះគាត់គឺជាមនុស្សឯកោគ្មានគ្រួសារនិងគេនោះទេគាត់តែងតែដើរទៅកាប់អុសក្នុងព្រៃតែម្នាក់ឯងច័ន្ទរស់បានដោយសារការកាប់អុសលក់ទទួលប្រាក់បន្តិចបន្តួចគ្រាន់តែអាហារមួយថ្ងៃប៉ុណ្ណោះប៉ុន្តែគាត់ជាមនុស្សដែលស្ងប់ស្ងាត់មិនពូកែជោជែកនោះទេថ្ងៃមួយនៅពេលថ្ងៃរះចំកណ្ដាលភ្នំច័ន្ទចូលព្រៃដូចធម្មតាខណៈពេលកំពុងតែកាប់អុសគាត់ឮសំឡេងនៅក្បែរនោះគាត់ឆ្ងោកមើលនៅក្រោមស្លឹកឈើគាត់ក៏បានឃើញមានក្អមមួយពណ៌ខ្មៅរលោងប្លែកភ្នែកខុសពីក្អមនានាដែលគាត់ធ្លាប់ឃើញគាត់ក៏រើសវាយកមកផ្ទះហើយទុកចោលនៅក្រោមផ្ទះគិតថាស្អែកនឹងយកលាងសម្អាតគ្រាន់បានដាក់ទឹកយប់នោះខណៈពេលភ្លៀងធ្លាក់ស្រាលគឺរលឹមស្រេចច័ន្ទបានធ្វើប្រាក់ធ្លាក់ចូលទៅក្នុងក្អមនោះដោយមិនបានដឹងខ្លួននោះឡើយពេលគាត់ក្រោកពីដំណេកព្រឹកឡើងនោះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានឃើញប្រាក់យ៉ាងច្រើនហៀហូរពេញមាត់ក្អមពេលនោះគាត់បានដឹងថាក្អមនេះមិនមែនជាក្អមធម្មតានោះទេក្អមនេះគឺជាក្អមអាថ៌កំបាំងវាអាចបង្កើតប្រាក់បានគាត់មានសេចក្តីត្រេកអរខ្លាំងណាស់ក្រោយមកគាត់ក៏បានទៅរកខ្ចីកាក់មាសរបស់អ្នកស្រុកដែលនៅក្នុងភូមិនោះហើយសន្យាថានឹងយកមកឲ្យវិញនៅពេលល្ងាចលុះពេលទទួលបានកាក់មាសមួយហើយយកមកដល់ផ្ទះច័ន្ទបានដាក់កាក់នោះចូលទៅក្នុងក្អមមួយរំពេចនោះស្រាប់តែកើតឡើងកាក់មាសពេញក្អមតែម្ដងច័ន្ទធ្វើរបៀបនេះ2-3 ដងពេលនោះកាក់មាសស្ទើរតែពេញផ្ទះទៅហើយដូច្នោះហើយច័ន្ទក៏ក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនហើយបានសាងសង់ផ្ទះថ្មីនិងមានដីចម្ការផ្សេងថែមទាំងយកប្រពន្ធដ៏ស្រស់ស្អាតម្នាក់ទៀតក៏ប៉ុន្តែសំណាងល្អមិនល្អរហូតនោះឡើយអ្នកជិតខាងមានឈ្មោះថាពូលឿងជាមនុស្សច្រណែនជាប្រចាំពេលពូលឿងមើលឃើញថាច័ន្ទមានទ្រព្យសម្បត្តិច្រើនគាត់គិតហើយគាត់កាន់តែស្អប់លើដើមពេលខ្លះគាត់តែងតែលួចឆ្លិចសួរប្រពន្ធច័ន្ទជាញឹកញាប់ឲ្យប្រាប់អាកំបាំងហេតុអ្វីបានជារោគស៊ីមានបានលឿនម្លេះប៉ុន្តែសំណួរនោះគឺមិនទាន់មានចម្លើយនោះទេ
នៅយប់មួយប្រពន្ធច័ន្ទក៏សួរទៅប្តីពីអាកំបាំងរបស់គាត់ច័ន្ទមិនចង់ប្រាប់ប្រពន្ធនោះទេព្រោះខ្លាចបែកការតែដោយសារតែប្រពន្ធនិយាយរអ៊ូដដែលពេកច័ន្ទក៏សម្រាប់យើងមានមាសច្រើនបែបនេះព្រោះតែយើងមានក្អមអស្ចារ្យមួយជួយបង្កើតកាក់មាសក្អមនោះខ្ញុំលាក់ទុកនៅក្នុងបន្ទប់របស់របរឯណោះប្រពន្ធបានដឹងហើយនៅថ្ងៃមួយប្រពន្ធក៏ផ្លត់មាត់ប្រាប់ទៅអ្នកជិតខាងដែលតែងតែទូចសួរនោះពូលឿងបានស្ដាប់ហើយក៏គិតគំនិតអាក្រក់កើតឡើងយប់បន្ទាប់គាត់បានលួចយកក្អមនោះទៅបាត់ហេតុតែពូលឿងគឺជាមនុស្សដែលមានចិត្តលោភលន់មិនហ៊ានទុកនៅក្នុងផ្ទះនោះទេខ្លាចគេដឹងគាត់បានយកក្អមនោះចូលទៅក្នុងព្រៃជ្រៅដើរសំដៅទៅក្នុងល្អាងភ្នំមួយហើយក៏យកកាក់មាសដែលខ្លួនបានត្រៀមទុកនោះទម្លាក់ដាក់ចូលទៅក្នុងក្អមនោះហើយក៏បន់និយាយថាសូមឲ្យចេញមាសមកសូមឲ្យចេញមាសមកក្អមនោះក៏ចេញមាសដោយការសុំមែនគាត់ធ្វើរបៀបនេះជាច្រើនដងច្រើនសារកាក់មាសក៏កូរនៅជុំវិញខ្លួនគាត់ស្ទើរតែបាក់សង្កត់គាត់ទៅហើយតែគាត់នៅតែមិនឈប់ធ្វើទៀតគាត់អរខ្លាំងណាស់រំពេចនោះស្រាប់តែក្អមនោះចេះនិយាយក្អមនោះនិយាយថាបើឯងព្រមឲ្យយើងចូលទៅក្នុងខ្លួនឯងចង់បានអ្វីក៏បានដូចបំណងដែរអោនក្បាលគោរពយើង3ដងហើយយល់ព្រមទៅយើងនឹងអាចចូលទៅខ្លួនឯងបានពូលឿងស្រឡាំងកាំងបន្តិចហើយក៏ញញឹមទៅវិញព្រមគោរពក្អម3ដងហើយនិយាយថាខ្ញុំយល់ព្រមគ្រាន់តែនិយាយចប់ដួងវិញ្ញាណនៅក្នុងក្អមក៏ចូលសន្ធិដ្ឋក្នុងខ្លួនគាត់ភ្លាមពេលនោះពូលឿងคล้ายទៅជាបិសាចបានរស់នៅចាប់សត្វស៊ីជាអាហារនិងរក្សាកាក់មាសនោះនៅមិនព្រមទៅណានោះឡើយខ្លួនប្រាណស្គមរីងរៃសល់តែឆ្អឹងចាប់ពីពេលនោះមកអ្នកភូមិឲ្យតែធ្វើដំណើរឆ្លងកាត់ម្ដុំព្រៃនោះគឺផ្អើលខ្លាចពូលឿងទាំងអស់គ្នាល្បីថានៅទីនោះមានបិសាចគួរឲ្យខ្លាចពាក្យទាំងនេះក៏ល្បីតគ្នាមករហូតគ្មានអ្នកណាហ៊ានទៅព្រៃនោះទៀតទេនិយាយពីច័ន្ទវិញទោះជាគ្មានក្អមសម្រាប់បង្កើតកាក់មាសក៏ដោយក៏នៅតែរកស៊ីចម្រុងចម្រើនរស់បានសុខសាន្តរហូតទៅចប់បរិបូរណ៍រឿងដុំថ្មមាសកាលពីព្រេងនាយមានបុរសកំសត់ម្នាក់មានឈ្មោះថាចាបរស់នៅក្នុងភូមិតូចមួយក្បែរជើងភ្នំចាបជាអ្នកកាប់អុសដ៏ស្មោះត្រង់ប៉ុន្តែក្រីក្រណាស់
គាត់រស់នៅតែម្នាក់ឯងហើយរកស៊ីចិញ្ចឹមជីវិតដោយលំបាកខ្លាំងណាស់ជារៀងរាល់ថ្ងៃចាបតែងតែដើរចូលព្រៃដ៏ជ្រៅដើម្បីកាប់អុសយកទៅលក់នៅផ្សារថ្ងៃមួយគាត់បានដើរទៅដល់កន្លែងថ្មដាចាស់មួយដែលគេតែងតែនិយាយតគ្នាថាជាកន្លែងស័ក្តិសិទ្ធិនៅទីនោះគាត់បានប្រទះឃើញដុំថ្មដ៏ធំមួយមានរូបរាងចម្លែកហើយមានសន្តានមិនដូចជាថ្មធម្មតាដទៃទៀតឡើយថ្មនោះមានពណ៌ខ្មៅរលោងតែមានកាំរស្មីចាំងផ្លេកចេញពីខាងក្នុងហាក់ដូចជាមានអ្វីមួយភ្លឺចិញ្ចាចចាបមានចិត្តឆ្ងល់ហើយក៏បានយកពូថៅដែលជាប់នឹងខ្លួននោះទៅកាប់គាត់បានកាប់ដាប់អស់ជាច្រើនដងតែថ្មនោះនៅតែរឹងដូចដើមពេលគាត់ចាប់ផ្ដើមអស់កម្លាំងគាត់ក៏បានរៀបរាប់និងបោះបង់សេចក្តីគិតរបស់គាត់ចោលដែលចង់បំបែកថ្មនោះតែដោយមានទឹកចិត្តអាណិតនិងឆ្ងល់ជាមួយថ្មនោះគាត់ក៏សម្រេចចិត្តប្រឹងយកវាទៅផ្ទះយ៉ាងលំបាកទោះបីជាធ្ងន់ក៏ដោយពេលដែលធ្វើដំណើរទៅដល់ផ្ទះគាត់ហត់នឿយផងនោះគាត់ក៏បានសម្រាកលង់លក់យ៉ាងស្រួលបន្ទាប់ពីហត់នឿយលុះដល់ពេលយប់ពេលដែលកំពុងតែដេកលក់ស្រាប់តែថ្មនោះបានបញ្ចេញពន្លឺមាសយ៉ាងត្រចះត្រចង់ពូចាបភ្ញាក់ដឹងខ្លួនហើយឃើញថ្មនោះបញ្ចេញពន្លឺចិញ្ចាចពេញផ្ទះគាត់ក៏មានការភ័យផងនិងអរផងនិងឆ្ងល់ផងគាត់បានចាប់យកពូថៅមកដាប់ថ្មនោះម្ដងទៀតលើកនេះគ្រាន់តែដាប់ថ្មនោះភ្លាមបានប្រេះបែកជាពីរហើយនៅខាងក្នុងថ្មនោះស្រាប់តែឃើញមានដុំដ៏ធំមួយដែលភ្លឺផ្លេកដូចជាព្រះអាទិត្យតូចមួយអញ្ចឹងពូចាបមានសេចក្តីត្រេកអរខ្លាំងណាស់ព្រោះគាត់មិនដែលបានគិតថាខ្លួនឯងនឹងបានជួបរឿងអស្ចារ្យបែបនេះឡើយគាត់ក៏បានយកមាសនោះទៅលក់ហើយក៏បានក្លាយទៅជាអ្នកដែលមានទ្រព្យមហាសម្បត្តិស្ដុកស្ដម្ភតាំងពីពេលនោះមកគាត់បានយកលុយនោះទៅទិញដីធ្លីធ្វើផ្ទះធំនិងជួយឲ្យអ្នកភូមិដែលក្រីក្រដទៃទៀតមានការងារធ្វើផងដែរក្រោយមកអ្នកភូមិក៏ល្បីល្បាញតគ្នាអំពីសំណាងរបស់ពូចាបដែលបានរកឃើញមាសនៅក្នុងថ្មចម្លែកមនុស្សជាច្រើនក៏បាននាំគ្នាចំណាយពេលច្រើនម៉ោងទៅរកថ្មនៅក្នុងព្រៃនោះដោយសង្ឃឹមថានឹងបានរកឃើញថ្មដែលមានមាសនៅខាងក្នុងដូចជាពូចាបដែរតែទោះជាពួកគេខិតខំយ៉ាងណាក៏ដោយក៏ពួកគេរកមិនឃើញថ្មចម្លែកដូចរបស់ពូចាបនោះទេរឿងនិទាននេះបានបន្សល់ទុកនៅទស្សនៈមួយថា
ទោះបីជាមាសពិតជាមានតម្លៃក៏ដោយក៏សំណាងមិនមែនកើតឡើងចំពោះមនុស្សគ្រប់គ្នានោះទេការខិតខំប្រឹងនិងភាពស្មោះត្រង់ទើបជាទ្រព្យសម្បត្តិពិតប្រាកដរឿងមនុស្សនិងសត្វប្រើភាសាតែមួយកាលដ៏យូរលង់ណាស់មកហើយកាលនោះសត្វនៅក្នុងព្រៃជាច្រើនពូជសាសន៍ច្រើនប្រភេទណាស់រួមទាំងមនុស្សព្រៃផងដែររស់នៅក្នុងព្រៃជ្រៅតែមួយបានប្រើភាសានិយាយគ្នាតែភាសាមួយប៉ុណ្ណោះការរស់នៅជាមួយគ្នាដំបូងពឹងគ្នាទៅវិញទៅមកល្អណាស់យូរទៅស្រាប់តែមានរឿងមិនចុះសម្រុងនឹងគ្នាធ្វើបាបគ្នាទៅវិញទៅមកពេលក្រុមមនុស្សប្រជុំគ្នាអំពីរឿងសម្ងាត់អ្វីមួយរឿងសម្ងាត់នោះនឹងត្រូវបានបែកការបើសិនជាមានសត្វព្រៃទាំងអស់នោះនៅក្បែរនោះដែរបានស្ដាប់ឮហើយយល់ន័យទាំងអស់ធ្វើឲ្យការរកស៊ីមិនសូវល្អប្រសើរនោះទេឯពេលខ្លះវិញពេលសត្វព្រៃប្រជុំគ្នាម្ដងមនុស្សស្ដាប់ឮហើយក៏បែកការហើយមនុស្សក៏បានទៅធ្វើបាបនិងទៅបំបែកគម្រោងការរបស់សត្វទាំងអស់នោះចោលទៅមិនខុសគ្នានោះទេមនុស្សនិងសត្វក៏បានឆ្លោះគ្នាប្រកែកគ្នាជារឿយរហូតคล้ายទៅជារឿងធំហើយថែមទាំងបានបែកក្រុមគ្នាទៅរស់នៅឆ្ងាយពីគ្នាចែកទឹកដីគ្នារស់នៅទៀតផងចាត់ទុកគ្នាគឺជាសត្រូវតកូនតចៅទៅជំនាន់ក្រោយការរស់នៅមិនត្រូវគ្នាបែបនេះបានធ្វើឲ្យក្រុមទាំងពីរបានរត់ទៅរកទីពឹងអាស្រ័យរៀងខ្លួននៅក្នុងព្រៃនោះមានឥសីពីររូបតាំងសិលយូរឆ្នាំណាស់មកហើយថែមទាំងគាត់ចេះមន្តវិជ្ជាការសិលសាស្ត្រយ៉ាងខ្លាំងក្លាទៅទៀតផងឥសីមួយរស់នៅក្បែរក្រុមសត្វព្រៃគាត់ស្លៀកពាក់ពណ៌សឯឥសីមួយទៀតដែលរស់នៅក្បែរក្រុមមនុស្សគាត់បានស្លៀកពាក់ស្បែកខ្លាក្រុមសត្វព្រៃទាំងអស់បានប្រជុំគ្នាទៅសុំជំនួយពីឥសីស្លៀកពាក់ស្បង់ពណ៌សឯក្រុមមនុស្សវិញក៏គិតប្រជុំគ្នាដូចគ្នាដែរក៏បាននាំគ្នាទៅសុំជំនួយពីឥសីស្លៀកពាក់ស្បែកស្បង់ខ្លាដោយសុំឲ្យឥសីពាក់ស្បែកស្បង់ខ្លានោះជួយប្រើមន្តអាគមកែប្រែនៅភាសានិយាយរបស់ខ្លួនឲ្យខុសពីពពួកសត្វព្រៃទាំងនោះព្រោះការរស់នៅពិតជាពិបាកខ្លាំងណាស់ភ្លាមនោះដែរឥសីស្លៀកពាក់ស្បង់ស្បែកខ្លាក៏យល់ពីសេចក្តីចង់បានពីក្រុមមនុស្សទាំងនោះក៏បានប្រើមន្តអាគមវិជ្ជាការឲ្យភាសាមនុស្សទាំងអស់នោះคล้ายទៅជាភាសាផ្សេងគឺខុសពីភាសាដើមក្រុមមនុស្សក៏ចេះប្រើភាសាថ្មីរបស់ពួកគេទៅឯខាងក្រុមសត្វព្រៃវិញ
ក៏បានសុំលោកតាអេសីស្លៀកពាក់ស្បង់ពើសជប់ឲ្យក្រុមរបស់ខ្លួនចេះប្រើភាសាផ្សេងដែរដើម្បីកុំឲ្យក្រុមមនុស្សដឹងពីរឿងរបស់ខ្លួននិងបំណងរបស់ខ្លួនចង់ធ្វើអ្វីមួយទីបំផុតបំណងក៏បានសម្រេចហេតុដូចនេះហើយបានជាសត្វព្រៃនិងមនុស្សបានប្រើភាសាខុសគ្នាចាប់តាំងពីពេលនោះមករហូតមកដល់សប្តាហ៍ថ្ងៃនេះមានតែអ្នកដែលចេះមុនវិជាការខ្លាំងប៉ុណ្ណោះទើបអាចស្ដាប់ភាសាសត្វព្រៃបាននោះគឺជាកូនសិស្សលោកតាអេសីទាំងពីរនេះឯងរឿងចប់ដោយបរិបូរណ៍រឿងល្ពៅនាំសំណាងនៅក្នុងភូមិមួយដ៏ស្ងប់ស្ងាត់នៅក្បែរជ្រលងភ្នំមានស្ត្រីចំណាស់ម្នាក់គាត់មានឈ្មោះថាយាយសក់មាសព្រោះតែសក់គាត់មានពណ៌ដូចជាមាសគាត់រស់នៅតែម្នាក់ឯងនៅក្នុងខ្ទមឈើតូចមួយនៅមាត់វាលស្រែលោកយាយមិនមានកូនចៅនោះទេហើយជីវិតរបស់គាត់គឺពិតជាសាមញ្ញខ្លាំងណាស់ស្ទើរតែគ្មាននរណាម្នាក់មើលថែគាត់សោះតែរឿងមួយគាត់ដែលគាត់ស្រឡាញ់បំផុតគឺគាត់យកចិត្តទុកដាក់រាល់ថ្ងៃដាំដើមល្ពៅនៅខាងក្រោយផ្ទះរបស់គាត់ដែលគាត់ដាំដោយយកការចិត្តទុកដាក់និងមើលថែយ៉ាងល្អជារៀងរាល់ព្រឹកគាត់បានស្រោចទឹកល្ពៅហើយនិយាយទៅកាន់វាដោយថ្នមថាជួលឯងលូតលាស់ឲ្យបានល្អណាស់និងបានផលជាអាហារនៅក្នុងគ្រាដែលយើងលំបាកនៅថ្ងៃមួយខណៈពេលដែលគាត់កំពុងតែដកស្មៅនៅក្នុងសួនច្បារនោះគាត់ក៏បានក្រឡេកឃើញល្ពៅមួយផ្លែដែលមានពណ៌មាសមិនដូចផ្លែល្ពៅផ្សេងទៀតឡើយវាភ្លឺដូចមាសសុទ្ធតែម្ដងគាត់មានអារម្មណ៍ថាតក់ស្លុតផងភ័យផងប៉ុន្តែគាត់ក៏រីករាយជាខ្លាំងណាស់គាត់បានបេះវាយកមកដាក់ក្នុងខ្ទមរបស់គាត់ដោយមានបំណងនឹងកាត់ពុះវាមើលនៅថ្ងៃបន្ទាប់ប៉ុន្តែនៅពេលយប់នោះកំពុងតែសម្រាកដេកស្កប់ស្កល់ស្រាប់តែមានសុបិនចម្លែកគាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់យ៉ាងស្អាតនិមិត្តខ្លួនដើរចេញពីល្ពៅមាសនោះហើយស្ត្រីនោះក៏ពោលពាក្យដោយសម្ដីទន់ភ្លន់ថាលោកយាយជាទីគោរពល្ពៅនេះគឺមិនមែនជាល្ពៅធម្មតានោះទេវាជាអំណោយមកពីឋានសួគ៌ដែលបានប្រទានដល់មនុស្សដែលមានទឹកចិត្តល្អនិងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដូចជាលោកយាយពេលនោះស្ត្រីនោះក៏រលាយបាត់ខ្លួនទៅហើយក៏មានក្លិនផ្កាក្រអូបពាសពេញផ្ទះនៅព្រឹកបន្ទាប់លោកយាយសក់មាសក៏បានព្យាយាមកាត់ផ្លែល្ពៅនោះដោយសេចក្តីងឿងឆ្ងល់រំពេចនោះពន្លឺមាសបានភ្លឺជះពេញខ្ទមនៅក្នុងផ្លែល្ពៅមានគ្រាប់ល្ពៅតូចភ្លឺដូចដុំមាសយាយតក់ស្លុត
ប៉ុន្តែគាត់មិនលោភលួនទេគាត់ប្រមូលក្រលពៅដាក់ក្នុងឆ្នាំងហើយគាត់ធ្វើដំណើរសំដៅទៅវត្តដើម្បីថ្វាយដល់ចៅអធិការនៅក្នុងវត្តភូមិនោះព្រះសង្ឃនៅក្នុងវត្តឃើញការលះបង់របស់យាយក៏ព្យាយាមនឹងយកគ្រាប់ល្ពៅនោះទៅដាំនៅក្នុងទីធ្លាវត្តហើយមើលថែយ៉ាងល្អល្ពៅនោះដាំបានមិនយូរក៏លូតលាស់យ៉ាងឆាប់រហ័សខុសពីល្ពៅនានាមិនត្រឹមតែប៉ុណ្ណោះបានបង្កើតផ្លែច្រើនទៀតផងមួយផ្លែមានទំហំធំណាស់បំរុងនឹងបេះយកទៅណាក៏បេះពុំរួចឡើយព្រោះធំខ្លាំងពេកនៅពេលដែលផ្លែល្ពៅធំក៏នាំគ្នាកាត់ពុះមើលស្រាប់តែឃើញនៅក្នុងផ្លែល្ពៅនោះមានទៅដោយអង្ករដែលមានពណ៌មាសរាប់រយគីឡូឯណោះពាក្យចាមរាមបានសាយភាយពាសពេញភូមិហើយមានមនុស្សមកសុំចែកចំណែកជាច្រើនទៀតផងព្រោះអង្ករនេះមានរសជាតិឆ្ងាញ់ពិសាគ្មានអ្វីប្រៀបផ្ទឹមបានទេចំណែកឯខ្លះទៀតមានសេចក្តីលោភលន់ដល់ថ្នាក់លួចចូលទៅលួចអង្ករពីក្នុងវត្តទៀតផងហើយយប់ក្រោយមកទៀតយប់នេះពពកខ្មៅគ្របដណ្ដប់លើផ្ទៃមេឃហើយផ្គរលាន់បន្លឺឡើងមានភ្នែកបន្ទោលផ្លេកដើមល្ពៅពណ៌មាសក៏ចាប់ផ្ដើមក្រៀមស្វិតបន្តិចម្ដងប្រែទៅជាវឿដែលស្ងួតអ្នកភូមិស្អែកឡើងផ្អើលឆោឡោមកមើលប្រងព្រាតលោកយាយសក់មាសពេលដែលបានឃើញល្ពៅស្វិតរញោមបែបនេះលោកយាយបានត្រឹមតែយំសោកស្ដាយហើយគាត់និយាយយ៉ាងស្រទន់ថាល្ពៅវេទមន្តនេះគឺទេវតាជាអ្នកផ្ដល់ឲ្យមិនមែនចង់ឲ្យបងប្អូនអាត្មានិយមគិតតែពីប្រយោជន៍ខ្លួនបែបនេះទេរំលងទៅមិនយូរបានប៉ុន្មានលោកយាយសក់មាសក៏បានទទួលមរណភាពដោយជរាពានហើយអ្នកស្រុកក៏បានបញ្ចុះសពលោកយាយក្បែរចំការល្ពៅនៅក្រោយផ្ទះរបស់គាត់អ្នកស្រុកក៏បានក្រាបសំពះសពរបស់លោកយាយហើយក៏បានសុំគ្រាប់ល្ពៅដែលលោកយាយដាំយកទៅដាំស្ទើរតែគ្រប់គ្នាព្រោះគេជឿថាល្ពៅលោកយាយដាំគឺជាល្ពៅវេទមន្តប៉ុន្តែរាល់ឆ្នាំបានមានរឿងចម្លែកកើតឡើងរាល់រដូវច្រូតកាត់ល្ពៅមាសនឹងដុះនៅកន្លែងលោកយាយទទួលមរណភាពជារៀងរាល់ឆ្នាំក៏ប៉ុន្តែក្នុងមួយឆ្នាំទទួលបានតែមួយផ្លែប៉ុណ្ណោះឯអ្នកណាដែលបានល្ពៅនោះយកទៅទទួលទានគ្រួសារអ្នកនោះនឹងមានលាភសំណាងរកស៊ីសមប្រកបនឹងជីវិតរស់នៅសុខសាន្តអ្នកភូមិបានដាក់ឈ្មោះភូមិនោះថាភូមិល្ពៅសំណាងហើយថែមទាំងបានសាងសង់ចេតិយតូចមួយជូនលោកយាយសក់មាសទៀតផងដើម្បីរំលឹកគុណនិងភាពមិនលោភលន់
របស់លោកយាយសិលធម៌នៅក្នុងរឿងនេះទ្រព្យសម្បត្តិពិតមិនមែនបានមកពីមាសឬវត្ថុទេតមន្តនោះទេប៉ុន្តែចេញពីចិត្តដែលរួចពីការលោភលួននិងអំពើល្អយើងធ្វើដោយមិនរំពឹងអ្វីទាំងអស់សូមចប់ដោយបរិបូរណ៍រឿងនេះនិពន្ធដោយខ្ញុំបាទផាន់សុភានិងរាសាសិទ្ធដោយ Channel YouTube ឈ្មោះផាន់សុធដាសូមអរគុណសូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូរឿងកាលពីព្រេងនាយនៅក្នុងភូមិមួយមានបងប្អូន2នាក់ដែលគ្មានឪពុកម្ដាយតែរស់នៅជាមួយជីដូនចាស់ម្នាក់ឈ្មោះអាពាំងម្នាក់ទៀតឈ្មោះថាអាពកអាពាំងគឺជាបងប្រុសចំណែកអាពកគឺជាប្អូនប្រុសឈ្មោះស្ដាប់ទៅពីរោះបែបនេះមិនបាច់ឆ្ងល់ទេគឺលោកយាយជាអ្នកដាក់ឲ្យអាពាំងនិងអាពកទៅណាក៏ទៅជាមួយគ្នាដែរសូម្បីតែទៅធ្វើធុរៈផ្ទាល់ខ្លួនក៏វាបបួលគ្នាទៅដែរទោះជាមិនបានរៀនសូត្រក្មេងទាំងពីរមិនមែនជាមនុស្សល្ងងនោះទេអាពាំងរៀងឆោតល្ងងបន្តិចចំណែកអាពកជាមនុស្សឆ្លាតណាស់ច្រើនឆ្នាំកន្លងផុតទៅជីដូនចាស់ក៏បានស្លាប់បាត់បង់ជីវិតពីរនាក់បងប្អូនក៏សម្រេចចិត្តបបួលគ្នាទៅរកស៊ីឯភូមិផ្សេងទៀតក្រែងលោមានបាននឹងគេអាពាំងនិងអាពកធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀតរហូតដល់ភូមិមួយស្រាប់តែឃើញគេបិទប្រកាសជ្រើសរើសអ្នកបម្រើសេដ្ឋីអាពាំងនិងអាពកឃើញភ្លាមចូលទៅសុំធ្វើភ្លេនគេក៏រើសយកភ្លឹបតែម្ដងព្រោះប្រកាសរើសអ្នកបម្រើនេះជាង1ខែមកហើយគ្មានអ្នកណាចង់ធ្វើនោះទេព្រោះគេដឹងថាសេដ្ឋីគឺជាមនុស្សមានចិត្តកំណាញ់ខ្លាំងណាស់ពីរនាក់បងប្អូនបានទទួលការងារដំបូងនៅក្នុងជីវិតអាពាំងគឺជាអ្នកមើលថែរក្សាចំការនិងផ្ទះសម្បែងចំណែកអាពកវិញគឺជាសេនាដៃស្ដាំរបស់សេដ្ឋីគឺជាអ្នកតាមយកចិត្តសេដ្ឋីនឹងឯងការងារនេះពិតជាត្រូវចិត្តអាពកខ្លាំងណាស់និយាយពីសេដ្ឋីវិញគឺជាមនុស្សមានចិត្តកំណាញ់គាត់គ្មានទេប្រពន្ធនឹងកូនគាត់រស់នៅតែម្នាក់ឯងជាមួយនឹងអ្នកបម្រើប៉ុណ្ណោះពេលអាពាំងនិងអាពកហូបបាយម្ដងវាបានចំណែកត្រីអាំងតែម្នាក់ប៉ុនមេដៃប៉ុណ្ណោះចៅពកតែងតែលួចម្ហូបក្រោយពេលសេដ្ឋីបរិភោគរួចហើយយកមកចែកឲ្យចៅពាំងគឺជាបងរៀងរាល់ថ្ងៃព្រមហូបលោកសេដ្ឋីបរិភោគនោះមិនអន់នោះទេព្រោះតែសេដ្ឋីគឺជាមនុស្សមានចិត្តកំណាញ់ចៅពាំងនិងចៅពកមិនចូលចិត្តសេដ្ឋីនោះទេប៉ុន្តែដោយគ្មានទីកន្លែងសម្រាប់ទៅទើបចេះតែទ្រាំទៅថ្ងៃមួយចៅពកនិងលោកសេដ្ឋីបានទៅទាលុយពីអ្នកស្រុកទោះបីអ្នកស្រុក
គ្មានអ្វីសងគាត់ក៏ដោយក៏លោកសេដ្ឋីគាត់បញ្ជាឲ្យរឹបអូសយករបស់របរផ្សេងដែរគាត់បានបញ្ជាឲ្យចៅពកអៀវគាត់រហូតដល់ផ្ទះអ្នកស្រុកដែលត្រូវទៅទាបំណុលនោះលុះបានតែមួយផ្ទះពីរផ្ទះចៅពកជាមនុស្សឆ្លាតក៏រកល្បិចកិច្ចកលដើម្បីធ្វើបាបលោកសេដ្ឋីចៅពកវាអៀវលោកសេដ្ឋីធ្វើជាដើរភ្លាត់ជើងធ្លាក់ថ្លុកហើយក្រវាត់លោកសេដ្ឋីទៅឆ្ងាយ 2-3 ម៉ែត្ររួចហើយវាធ្វើពុតឈឺជើងដើរពុំរួចសូមឲ្យលោកសេដ្ឋីអៀវវាត្រឡប់មកផ្ទះវិញលោកសេដ្ឋីមិនដឹងធ្វើយ៉ាងណាក៏យល់ព្រមអៀវចៅពកត្រឡប់មកផ្ទះវិញនៅពេលល្ងាចធ្វើម្ហូបឆាដំឡូងបារាំងចៅពាងកំពុងតែធ្វើចៅពកដើរមកដល់ប្រាប់ថាឲ្យចៅពាងកាត់ដំឡូងជាកង់ធំបានហើយនៅពេលដែលលោកសេដ្ឋីចង់បរិភោគអាហារចៅពាងក៏លើកយកដំឡូងដែលបានធ្វើទុកនោះមកឲ្យឆីពេលលោកសេដ្ឋីបរិភោគទៅស្រាប់តែស្លាក់កស្ទើរដាច់ខ្យល់ពេលស្រែករោគទឹកផឹកនោះចៅពកធ្វើជាស្ដាប់មិនយល់រត់ចុះរត់ឡើងរត់ចុះរត់ឡើងរួចហើយក៏លោតពុះកែងចំពីលើខ្នងលោកសេដ្ឋីលោកសេដ្ឋីក៏ខ្ជិះដំឡូងចេញពីមាត់បានសម្រេចហើយវាក៏និយាយថាខ្ញុំឃើញលោកសេដ្ឋីមានអាសន្នខ្ញុំជួយអស់ពីសមត្ថភាពខ្លាចលោកសេដ្ឋីកើតអីស្លាប់ចោលពួកខ្ញុំបានសេដ្ឋីមិនបានថាអ្វីហើយក៏អរគុណទៅចៅពកហើយបញ្ជាឲ្យចៅទាំងពីរបរិភោគម្ហូបដំឡូងបារាំងនឹងទៅទុកឲ្យគាត់ជាអ្នកឆីត្រីអាំងជំនួសវិញចៅទាំងពីរតែងតែប្រើល្បិចរបៀបនេះដាក់លោកសេដ្ឋីស្ទើរតែរៀងរាល់ថ្ងៃតែលោកសេដ្ឋីគាត់មិនបានចាប់អារម្មណ៍នោះទេថែមទាំងគាត់គិតថាចៅទាំងពីរនាក់នេះពិតជាស្មោះត្រង់និងល្អខ្លាំងណាស់ច្រើនឆ្នាំកន្លងផុតទៅលោកសេដ្ឋីកាន់តែមានអាយុច្រើនទៅដោយពុំមានកូនប្រពន្ធផងនោះលោកសេដ្ឋីក៏ហៅចៅពាងនិងចៅពកមកពិភាក្សាថាយើងគ្មានកូនចៅឯណាទេមានតែឯងពីរនាក់នឹងឯងពេលយើងស្លាប់បាត់ទៅទ្រព្យសម្បត្តិទាំងអស់គឺទុកឲ្យពួកឯងជាអ្នកគ្រប់គ្រងតែយើងសុំម្យ៉ាងបើយើងស្លាប់ទៅឯងត្រូវតែធ្វើឲ្យដូចយើងកាលយើងនៅរស់អញ្ចឹងទើបទ្រព្យសម្បត្តិរបស់យើងនៅគង់វង្សមិនរលាយទៅណាចៅពកឮហើយគិតក្នុងចិត្តថាគាត់ប្រុងកំណាញ់ដល់ជាតិក្រោយហើយពេលនោះចៅពកនិងចៅពាងក៏យល់ព្រមធ្វើតាមសំណើរបស់លោកសេដ្ឋីលោកសេដ្ឋីពេលនេះមិនអាចទៅទាបំណុលខ្លួនឯងបានទេគឺបានបញ្ជាឲ្យចៅពកជាអ្នកទៅទាបំណុលជំនួសខ្លួនវិញចៅពកបានទៅទាបំណុលតាមបញ្ជាលោកសេដ្ឋីមែនប៉ុន្តែចៅពកមិនដូចជាលោកសេដ្ឋីទេ
ទាបានមិនបានគឺត្រឡប់មកវិញធម្មតាចំណែកឯចៅពាងវិញក៏ព្យាយាមមើលថែលោកសេដ្ឋីដូចជាឪពុករបស់ខ្លួនមិនលេងល្បិចដាក់លោកសេដ្ឋីដូចមុនទៀតទេមិនយូរប៉ុន្មានលោកសេដ្ឋីក៏ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរហើយក៏បានស្លាប់បាត់បង់ជីវិតទៅឯបងប្អូនទាំងពីរនាក់ក៏នៅប្រកបរបរតាមធម្មតាដោយលោកសេដ្ឋីនៅរស់អញ្ចឹងតែគេទាំងពីរនាក់ចេះធ្វើបុណ្យដាក់ទានជួយអ្នកក្រីក្រអ្នកភូមិនៅក្នុងភូមិគោរពនិងស្រឡាញ់អ្នកទាំងពីរខ្លាំងណាស់មកដល់ពេលនេះមិនខ្វះទេអ្នកមកលើកកូនស្រីឲ្យមិនយូរមិនឆាប់អ្នកទាំងពីរក៏មានគូស្រកររៀងខ្លួនមានកូនប្រុសស្រីរស់នៅយ៉ាងសុខសាន្តតរៀងទៅចប់វីដេអូនេះផលិតដោយខ្ញុំបាទផាន់សុភានិងរាសាសិទ្ធដោយ Channel YouTube ផាន់សុធដាអរគុណដល់ការទស្សនារបស់លោកអ្នកកាលពីព្រេងនាយមានបឹងបុរាណមួយកន្លែងជាកន្លែងដែលគេខ្លាចនិងគោរពមកដល់សព្វថ្ងៃនេះកាលនោះមានរឿងដំណាលថាមានកង្កែបមួយរស់នៅលើបឹងនេះដែលមានអាយុរាប់រយឆ្នាំអ្នកណាដែលមាននិស្ស័យទើបបានប្រទះឃើញអ្នកស្រុកនិយាយថាធ្លាប់បានឃើញកង្កែបធំមួយបានលេចចេញពីក្នុងបឹងនោះកាលនោះអ៊ំចាស់គាត់បានដើរចាប់កង្កែបនៅក្នុងពេលយប់តែម្នាក់ឯងស្រាប់តែពេលគាត់ធ្វើដំណើរទៅដល់បឹងនោះគាត់បានឃើញមានកង្កែបច្រើនណាស់គាត់គិតក្នុងចិត្តថាថ្ងៃនេះច្បាស់ជាបានកង្កែបច្រើនមិនខានរំពេចនោះស្រាប់តែមានខ្យល់បក់រំភើយត្រជាក់ផងគាត់គិតថាគាត់មិនចេះខ្លាចអ្វីនោះទេទោះបីជាខ្យល់គួរឲ្យខ្លាចក៏ដោយតែក្នុងពេលនោះដែរគាត់បានព្យាយាមចាប់កង្កែបនៅក្បែរមាត់បឹងយ៉ាងច្រើនស្រាប់តែក្រឡេកមើលទៅគាត់បានឃើញកង្កែបមួយយ៉ាងធំគឺធំជាងមនុស្សទៅទៀតកង្កែបនោះមានភ្នែកធំភ្នែកឡើងក្រហមវាបានលៀនអណ្ដាតវែងស៊ីចំណីនិងមុខរបស់គាត់តែម្ដងហើយវាបានបន្តវាមករកគាត់ពេលដែលគាត់ឈរនៅនឹងមាត់បឹងនោះស្នូររង្គើបឹងនឹងបែកផុកឡើងខ្ទេចខ្ទីគាត់ឃើញដូច្នោះគាត់ភ័យខ្លាំងណាស់គាត់ក៏បានក្រវិតថង់កង្កែបចោលហើយរត់យកតែព្រះអាយុប៉ុណ្ណោះលុះមកដល់ព្រឹកឡើងរៀងរឿងទាំងនោះក៏បានឮទៅដល់អ្នកស្រុកផ្អើលឆោឡោមកសួរពីគាត់តើមានរឿងអ្វីខ្លះគាត់និយាយប្រាប់អ្នកស្រុកអ្នកខ្លះក៏ជឿអ្នកខ្លះទៀតក៏មិនជឿអ៊ំចាស់ក៏បាននាំមនុស្សមួយចំនួនបានដើរមកដល់មាត់បឹងបានឃើញតែថង់កង្កែបរបស់គាត់នៅនឹងមាត់បឹងស្អាតទទេប៉ុណ្ណោះគ្មានកង្កែបមួយក្បាលឡើយនឹងសភាពបឹងវិញគឺដូចធម្មតាគ្មានអ្វីប្រែប្រួលនោះទេអ្នកភូមិបានត្រឹមតែត្រឡប់ទៅវិញនិងនិយាយតគ្នាថា
សង្ស័យខ្មោចលងអ៊ំចាស់ហើយតាំងពីពេលនោះមកពាក្យចាមរាមឮពាសពេញភូមិអ្នកភូមិក៏ចាប់ដើមខ្លាចញញើតបឹងនោះមិនសូវមានអ្នកណាទៅរកត្រីសាច់នៅបឹងនោះទេមិនដែរស្គមស្កៃណាស្គមស្កៃណាអីនិយាយតនៅថ្ងៃមួយចៅគេគឺជាក្មេងនៅក្នុងភូមិបាននាំគ្នាទៅរកត្រីនៅឯបឹងនោះព្រោះថាបឹងនោះសម្បូរត្រីខ្លាំងណាស់ដោយសារតែអត់សូវមានមនុស្សហ៊ានទៅរកត្រីនៅទីនោះទេចៅគេនិងក្មេង3នាក់ទៀតបានចូលទៅក្បែរមាត់បឹងបានដាក់បង្កាយត្រីហើយសម្រាកនៅនឹងមាត់បឹងនឹងឯងនៅពេលយប់មកដល់ចៅគេនិងក្មេងៗទាំងអស់បាននាំគ្នាដើរមើលសន្ទូចចៅគេគឺជាក្មេងក្លាហានណាស់វាមិនជឿរឿងខ្មោចស្អីនោះទេពេលវាមើលសន្ទូចហើយពួកវាក៏បាននាំគ្នាមកសម្រាកនៅកន្លែងដដែលនោះពេលនោះក៏មានខ្យល់ត្រជាក់ខ្យល់ខ្លាំងពន្លត់ភ្នក់ភ្លើងដែលវាកំពុងដុតពេលនោះដើមឈើនិងព្រៃដើមស្នោនៅក្នុងបឹងយល់យោកទៅយល់យោកមកយ៉ាងខ្លាំងធ្វើឲ្យទឹកក្នុងបឹងក្លៀងក្លោមទៅក្លៀងក្លោមមកដូចជារំជួយផែនដីមើលសភាពការមិនសូវល្អចៅគេនិងក្រុមក្មេងៗក៏បបួលគ្នាត្រឡប់មកផ្ទះវិញទាំងយប់លុះដល់ស្អែកឡើងពួកក្មេងៗបានដើរអួតអ្នកភូមិថានៅបឹងនោះគ្មានអ្វីខ្លាចនោះទេព្រោះបានទៅដាក់សន្ទូចនៅបឹងនោះមួយយប់ឃើញថាធម្មតាមិនមានអ្វីគួរឲ្យខ្លាចញញើតសោះមនុស្សចាស់ទាំងនោះនៅក្នុងភូមិគាត់បានស្ដាប់ក្មេងៗឪពុកម្ដាយក្មេងៗទាំងអស់ក៏បានដឹងរឿងហើយក៏គ្មានអ្នកណាស្ដីអ្វីទាំងអស់ព្រោះថាកាលនោះអ៊ំចាស់និយាយរឿងកង្កែបយាកក៏គ្មានផុសតាងអ្វីមកបញ្ជាក់ថាវាជាការពិតដែរតែចេះតែខ្លាចតគ្នាទៅរំលងទៅ 2-3 ថ្ងៃក្រោយមកក្រុមក្មេងៗក៏បបួលគ្នាទៅដាក់សន្ទូចទីនោះម្ដងទៀតនៅបឹងនោះឯងមកនេះគ្រាន់តែប្រលប់បន្តិចស្រាប់តែខ្យល់ធ្លាក់ត្រជាក់ភ្លាមដូចជាថ្ងៃមុនទៀតក្មេងៗមានអារម្មណ៍ថាដូចជាខុសប្លែកពីថ្ងៃមុនប្រហែលជាម៉ោង 11-12 យប់ក្មេងៗ3នាក់បានងងុយដេកហើយក៏សម្រាកនៅក្នុងតង់យ៉ាងស្ងៀមស្ងាត់នៅសល់តែចៅគេម្នាក់ឯងប៉ុណ្ណោះដេកមិនលក់ដើរចុះដើរឡើងក៏សម្រេចចិត្តដើរមើលសន្ទូចម្នាក់ឯងពេលវាមើលបានតែបន្តិចប៉ុណ្ណោះមិនឆ្ងាយពីតង់ប៉ុន្មានទេចៅគេក៏ស្រឡាំងកាំងបើកភ្នែកធំព្រោះវាបានឃើញកង្កែបដ៏ធំមួយពណ៌ខ្មៅងើបចេញពីក្នុងបឹងនោះហើយបើកភ្នែកធំដាក់ទៅចៅគេលៀនអណ្ដាតឆក់យកត្រីចៅគេចេញពីដៃទៅស៊ីធ្វើជាចំណីចៅគេភ័យស្រែកយំឡើងផ្អើលព្រៃក្មេងៗទាំង3នាក់ភ្ញាក់ឡើងក៏ប្រញាប់នាំគ្នារត់សំដៅទៅរកចៅគេកំពុងតែឈរយំនោះ
ពួកគេមើលមិនឃើញអ្វីដូចជាចៅគេឃើញនោះទេសួរចៅគេក៏ចៅគេមិនឆ្លើយជើងដៃរឹងកំព្រឹសចៅគេដើរពុំរួចឡើយក្មេងៗទាំង3នាក់ក៏ព្យាយាមគ្រាចៅគេត្រឡប់មកផ្ទះវិញទាំងយប់លុះពេលមកដល់ផ្ទះពុកម្ដាយរបស់ចៅគេឃើញថាចៅគេប្រហែលជាជួបរឿងភ័យខ្លាចដូចជាបាត់ប្រលឹងប្រលះអស់ហើយក៏ទៅនិមន្តលោកនៅក្នុងភូមិឲ្យមកសូត្រឲ្យទាំងយប់ហត់ទេម្ដាមីដាគេអង្គុយស្ដាប់រឿងនិទានតើទៀតទេណាលុះដល់ព្រឹកឡើងតាចាធ្វើពិធីហៅព្រលឹងឲ្យទៅចៅគេទើបចៅគេបានធូរស្បើយខ្លះពេលវានិយាយស្ដីបាននោះវាក៏បានរាយរាប់រឿងរ៉ាវទាំងអស់ឲ្យអ្នកភូមិបានដឹងពុកចៅគេក៏បានសម្រេចចិត្តសាងសង់ខ្ទមអ្នកតាតូចមួយដាក់នៅមាត់ស្ទឹងនោះហើយក៏សូមខមាទោសអំពីអ្នកតាបឹងព្រោះជឿថាទីនោះច្បាស់ជាមានអ្នកតាកាន់មិនខានចាប់ពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានទៅលេងសើចនឹងបឹងនោះទៀតទេអ្នកខ្លះទៅសំពះសុំលេខឆ្នោតអ្នកខ្លះត្រូវឆ្នោតក៏បានសែនមិនស្ងល់ឲ្យអ្នកតាទៀតផងឯអ្នកខ្លះទៀតគ្រាន់តែសំពះសុំសេចក្តីសុខប៉ុណ្ណោះអ្នករកត្រីនៅក្នុងបឹងនោះពេលដែលទៅដល់តែងតែសំពះសុំដើម្បីរកត្រីសាច់ធ្វើជាអាហារបើសិនជានិយាយខុសមាត់វិញទោះមួយសម្លក៏មិនបានផងបឹងនោះក៏คล้ายទៅជាទីសក្ការៈបែបជំនឿរហូតទៅអ្នកស្រុកក៏បានបដូរហៅឈ្មោះបឹងនោះថាបឹងអ្នកតាកង្កែបស័ក្តិសិទ្ធិ